ប្រវត្តិសម្ដេចព្រះមហាសមេធាធិបតីជួនណាតគណៈមហានិកាយសម្ដេចជួនណាតទ្រង់ប្រសូតនៅថ្ងៃអង្គារ11រោចខែផល្គុនឆ្នាំវោកឆស័កពុទ្ធសករាជ2427ត្រូវនឹងថ្ងៃទី11មីនាឆ្នាំ1883នៅភូមិកំរៀងសង្កាត់រកាកោះស្រុកកងពិសីខេត្តកំពង់ស្ពឺព្រះបិតានាមជួនព្រះមាតានាមយុគគ្រួសារនេះមានបុត្រតែ2នាក់គត់គឺសម្ដេចនិងអង្គញាសភ័ណ្ឌមន្ត្រីជួននុតបិតាក្មេករបស់លោកបណ្ឌិតមហាឈឹមសុំជាប្អូនរបស់សម្ដេចជួនណាតកាលនៅជាកុមារបានសិក្សាអក្សរសាស្ត្រនិងលេខនិពន្ធដរាបដល់អាយុ14ឆ្នាំបានបួសជាសាមណេរនៅថ្ងៃ15កើតខែពិសាខឆ្នាំចសង្រិតស័កពុទ្ធសករាជ2441នៅវត្តពោធិព្រឹកហៅវត្តពលយំសង្កាត់រលាំងកែងស្រុកកងពិសីខេត្តកណ្ដាលបួសជាសាមណេរបាន2ឆ្នាំនៅពុទ្ធសករាជ2443សម្ដេចបានចូលសិក្សាបរិយត្តិធម៌នៅវត្តអណាឡោមក្រុងភ្នំពេញលោកបានជន្មាយុគម្រប់21ឆ្នាំបានបំពេញឧបសម្បទាជាភិក្ខុនៅថ្ងៃ14កើតខែជេសឆ្នាំរោងឆស័កពុទ្ធសករាជ2448គ្រិស្តសករាជ1904នៅវត្តពោធិព្រឹកដែលជាវត្តដើមនិងបាននិមន្តប្រដេជប្រគុណព្រះពុទ្ធឃោសាចារ្យមកេតកាលនៅជាចៅអធិការវត្តពោធិព្រឹកជាឧបជាប្រដេជប្រគុណកែមុំជាគ្រូសូត្រធម្មាចារ្យនិងប្រដេជប្រគុណអ៊ីនខឹមតិខបញ្ញោជាគ្រូសូត្រអនុសាវនាចារ្យសម្ដេចបានទ្រង់ទទួលនាមបញ្ញត្តិថាជោតញ្ញាណោបានបំពេញជាភិក្ខុហើយសម្ដេចក៏និមន្តត្រឡប់មកគង់នៅវត្តអណាឡោមវិញអំពីចំណេះវិជ្ជានិងកិច្ចការដែលទ្រង់បានបំពេញនៅក្នុងពុទ្ធសាសនាក្រៅពីភាសាខ្មែរដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់យល់ឬគល់ពិតប្រាកដសម្ដេចចេះភាសាបាលីអាចអានឬសន្ទនាតាមសំនៀងជាតិបរទេសទាំងអស់គឺសំនៀងលង្កាភូមាមូនសៀមនិងលាវបានឥតមានទើតាក់នៅពុទ្ធសករាជ2466និង2467គ្រិស្តសករាជ1922ដល់23កាលនៅជាព្រះគ្រូសង្ឃសត្ថាបានទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹតនិងអក្សរសិលាចារឹកជាដើមនៅសាលាបារាំងសេសចុងបូព៌ាប្រទេសនាក្រុងហាណូយវៀតណាមខាងជើងនៅក្នុងសំណាក់លោកលវីហ្វីណូតជាតិបារាំងសេសជាចាំងវាងសាលានេះសម្ដេចទ្រង់ចេះអក្សរនិងភាសាសៀមឡាវយ៉ាងជាក់លាក់និងភាសាបារាំងសេសល្មមប្រស្រ័យការបានដោយសំនៀងគួរឲ្យសរសើរនិងចេះភាសាអង់គ្លេសនិងភាសាវៀតណាមផងដែរនៅពុទ្ធសករាជ2457គ្រិស្តសករាជ1913សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគនៅព្រះឧបោសថរតនារាមឬវិហារព្រះកៅមរកតចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន4ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតនៅក្នុងសម័យនោះនៅពុទ្ធសករាជ2459គ្រិស្តសករាជ1915សម្ដេចទ្រង់បានប្រឡងជាប់លេខ2បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ដែលសពថ្ងៃមានឈ្មោះថាពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធឯលោកគ្រូបាឡាត់យ៉ាងជាឧបាសកជាប់លេខ1នៅពុទ្ធសករាជ2463គ្រិស្តសករាជ1919សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវិទ្យានុក្រមខ្មែរដែលទ្រង់ជាលេខាធិការកាន់ការងារផ្ទាល់លុះត្រាបានចប់ចុងចប់ដើមពុទ្ធសករាជ2469គ្រិស្តសករាជ1925សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយពុទ្ធសករាជ2407គ្រិស្តសករាជ1926តមកជាច្រើនឆ្នាំសម្ដេចទ្រង់បានទទួលការតែងតាំងជាមេប្រយោគនៅក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរនិងការប្រឡងយកសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំងខ្មែរនៅក្រុងភ្នំពេញពុទ្ធសករាជ2471គ្រិស្តសករាជ1927សម្ដេចបានទទួលការតែងតាំងជាសមាជិកក្រុមជំនុំផ្ទៀងសម្រាប់វិជ្ជានុក្រមខ្មែរហើយសម្ដេចទ្រង់បានទទួលធ្វើវិជ្ជានុក្រមតែមួយអង្គឯងគត់ដរាបដល់ចប់ចុងចប់ដើមបានបោះពុម្ពផ្សាយទាំងភាគ1និងភាគ2
នៅក្នុងឆ្នាំដដែលនេះសម្ដេចទ្រង់ទទួលបានការតែងតាំងជាសមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជាដែលសពថ្ងៃហៅថាបណ្ណាល័យពុទ្ធសាសនបណ្ឌិតពុទ្ធសករាជ2475គ្រិស្តសករាជ1930សម្ដេចបានទ្រង់ទទួលការតែងតាំងនៅក្នុងមុខងារជាចាងវាងរងសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញហើយនៅក្នុងឆ្នាំដដែលនោះសម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកក្រុមជំនុំបត្រៃបិដកនៅពុទ្ធសាសនបណ្ឌិតពុទ្ធសករាជ2476គ្រិស្តសករាជ1932សម្ដេចបានទ្រង់ទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសពាក្យពេចន៍នៅក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរនៅពុទ្ធសករាជ2477គ្រិស្តសករាជ1933សម្ដេចទ្រង់ទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយនៅពុទ្ធសករាជ2478គ្រិស្តសករាជ1935សម្ដេចទ្រង់បានទទួលការតែងតាំងជាក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើនៅក្នុងកិច្ចការរាជការនៅពុទ្ធសករាជ2497គ្រិស្តសករាជ1935សម្ដេចបានទ្រង់ទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលីសំស្ក្រឹតខ្មែរនិងឡាវប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញពុទ្ធសករាជ2486គ្រិស្តសករាជ1942សម្ដេចបានទ្រង់ទទួលការតែងតាំងជាចាងវាងនៃសាលាបាលីជាន់ខ្ពស់នៅក្រុងភ្នំពេញពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតពុទ្ធសករាជ2488គ្រិស្តសករាជ1944សម្ដេចបានទ្រង់ទទួលការតែងតាំងជាចៅអធិការវត្តអណាឡោមពុទ្ធសករាជ2489គ្រិស្តសករាជ1945សម្ដេចទ្រង់ទទួលនាទីជាអធិបតីនៃថេរសភាក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃពុទ្ធសករាជ2491គ្រិស្តសករាជ1947សម្ដេចទ្រង់ទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរករនៃគណៈកម្មាធិការជាតិខាងការសិក្សាពុទ្ធសករាជ2492គ្រិស្តសករាជ1948សម្ដេចទ្រង់ទទួលនាទីជាប្រធាននៃគណៈកម្មាធិការវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យនៅក្នុងព្រះរាជាណាចក្រពុទ្ធសករាជ2505គ្រិស្តសករាជ1961រហូតមកសម្ដេចទ្រង់ប្រោសមេត្តាទទួលនិពន្ធពីសមាគមអ្នកនិពន្ធខ្មែរធ្វើជាប្រធាននៃការសម្ភាសន៍អក្សរសាស្ត្រផ្សាយតាមសម្លេងវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រនៅគ្រិស្តសករាជ1968ទ្រង់បានទទួលឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរគ្រិស្តសករាជ1969ព្រះអង្គទ្រង់ទទួលការតែងតាំងជាព្រះប្រធានគណៈកម្មការពិនិត្យនិងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរអំពីព្រះកិច្ចការដែលទ្រង់បានបំពេញនៅក្នុងព្រះពុទ្ធសាសនានៅបរទេសនៅពុទ្ធសករាជ2475គ្រិស្តសករាជ1931សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃទៅកាន់ក្រុងវៀងច័ន្ទនិងក្រុងលួងប្របានប្រទេសឡាវដើម្បីរួបរวมនៅក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិតប្រទេសឡាវផងដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់ភាសាសាលាបាលីរងនៅប្រទេសឡាវផងនៅពុទ្ធសករាជ2477គ្រិស្តសករាជ1933សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរចំពោះវត្តខ្មែរទាំងឡាយនៅក្នុងដែនកូសាំងស៊ីនប្រទេសវៀតណាមខាងត្បូងនៅពុទ្ធសករាជ2483គ្រិស្តសករាជ1939សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសឡាវម្ដងទៀតដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិតប្រទេសឡាវនិងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសឡាវផងដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិឡាវនៅក្នុងទីប្រជុំជនក្នុងខេត្តនានានៃព្រះរាជាណាចក្រឡាវឲ្យខំប្រឹងយកចិត្តទុកដាក់នៅក្នុងការសិក្សានិងការប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនានៅពុទ្ធសករាជ2487គ្រិស្តសករាជ1943សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសេសនៅចុងបូព៌ាប្រទេសហើយនៅពុទ្ធសករាជ2493សម្ដេចបានទ្រង់ទទួលជាសមាជិកកិត្តិយសនៃសាលានេះដរាបរៀងមក
ពុទ្ធសករាជ 2494 សម្ដេចបានដឹកនាំគណៈប្រតិភូខ្មែរទៅប្រជុំសន្និសីទអន្តរជាតិដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកូឡុំបូ លង្កាទ្វីប ពុទ្ធសករាជ 2497 សម្ដេចបានដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងធ្វើឆដ្ឋសង្គាយនានៅទីក្រុងរង្គូនសហភាពភូមា ពុទ្ធសករាជ 2498 សម្ដេចបានដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូងនាក្រុងរង្គូនប្រទេសភូមាម្ដងទៀត ពុទ្ធសករាជ 2499 សម្ដេចបានដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមប្រជុំធ្វើឆដ្ឋសង្គាយនានៅក្រុងរង្គូនប្រទេសភូមាជាលើកទី 3 ដើម្បីប្រជុំហើយបិទពេលប្រជុំប្រចាំឆ្នាំ ពុទ្ធសករាជ 2503 សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីក្រុងហ្សាកាតានិងក្រុងហ្សាម៉ារ៉ាន់កូស្វាប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមពិធីបុណ្យវិសាខបូជានិងពិធីបញ្ចុះខណ្ឌសីមាព្រមទាំងពិធីសន្មតរោងឧបោសថនិងជាព្រះឧបជាបំពោះកុលបុត្រប្រទេសនោះចំនួន 3 រូប អំពីសមណស័ក្តិដែលសម្ដេចបានទទួលដោយព្រះមហាវីរយភាពនៅក្នុងកិច្ចការដ៏ធំសម្ដេចបានឡើងសមណស័ក្តិជាលំដាប់លំដោយដូចតទៅ ពុទ្ធសករាជ 2454 គ្រិស្តសករាជ 1910 ជាព្រះបល្ល័តសក្យបុត្របល្ល័តរបស់ព្រះសក្យវង្សនុតវត្តអណាឡោម ពុទ្ធសករាជ 2456 គ្រិស្តសករាជ 1912 សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថាទីឋានានុក្រមសម្រាប់ឯករបស់សម្ដេចព្រះមហាសង្ឃរាជព្រះនាមទៀង ពុទ្ធសករាជ 2475 សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ្ឌរាជាគណៈកិត្តិយស ពុទ្ធសករាជ 2484 សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យរាជាគណៈថ្នាក់តូ ពុទ្ធសករាជ 2488 សម្ដេចបានឡើងសមណស័ក្តិជាព្រះពោធិវង្សរាជាគណៈថ្នាក់ឯក ពុទ្ធសករាជ 2492 សម្ដេចបានឡើងសមណស័ក្តិជាន់ខ្ពស់បំផុតជាព្រះមហាសមេធាធិបតីសង្ឃនាយកគណៈមហានិកាយ ពុទ្ធសករាជ 2494 គ្រិស្តសករាជ 1950 ព្រះករុណាជាអង្គម្ចាស់ជីវិតបានប្រោសព្រះរាជទានព្រះឋានៈជាសម្ដេចព្រះមហាសមេធាធិបតីសង្ឃនាយកគណៈមហានិកាយ មួយវិញទៀតរដ្ឋាភិបាលនៃសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជាព្រះអគ្គមហាបណ្ឌិតនៃសហភាពភូមានៅពុទ្ធសករាជ 2498 គ្រិស្តសករាជ 1955 លុះមកដល់ពុទ្ធសករាជ 2501 គ្រិស្តសករាជ 1957 រដ្ឋាភិបាលនៃសហភាពភូមាបានសុំដំឡើងព្រះឋានៈសម្ដេចជាព្រះអភិធិជ្ជមហារដ្ឋគរុនៃសហភាពភូមាដែលជាសមណស័ក្តិដ៏ខ្ពង់ខ្ពស់បំផុតមានតែមួយអង្គនៅក្នុងសហភាពភូមា ក្នុងខែកុម្ភៈគ្រិស្តសករាជ 1964 អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយឋានៈព្រះអង្គជាព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរនិងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង ពុទ្ធសករាជ 2507 គ្រិស្តសករាជ 1963 សម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជាទ្រង់បានប្រោសព្រះរាជទានប្រគេនព្រះឋានៈសម្ដេចជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី 1 សម្ដេចព្រះសង្ឃរាជជាម្ចាស់ទ្រង់បានទទួលសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈពីសម្ដេចព្រះប្រមុខរដ្ឋនៅក្នុងនាមនៃមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទពីថ្ងៃទី 28 ឧសភា 1967 សម្ដេចបានទទួលគ្រឿងឥស្សរិយយសមេដាយអសរិទ្ធមុនីសារភ័ណ្ឌនៅពុទ្ធសករាជ 2461 មេដាយអសរិទ្ធព្រះរាជាណាចក្រកម្ពុជាពុទ្ធសករាជ 2476 មេដាយអសរិទ្ធដំរី1លាននិងស្វេតឆ័ត្រប្រទេសឡាវនៅពុទ្ធសករាជ 2476 មេដាយសេនានៃបណ្ឌិតសភាសាធារណរដ្ឋបារាំងនៅពុទ្ធសករាជ 2481 មេដាយអសង្រិត de la Légion d'honneur នៃសាធារណរដ្ឋបារាំងនៅពុទ្ធសករាជ 2486 មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជាពុទ្ធសករាជ 2484 មេដាយអសរិទ្ធ de la Légion d'honneur នៃសាធារណរដ្ឋបារាំងនៅពុទ្ធសករាជ 2492 មេដាយមហាសិរីវ័ត្រព្រះរាជាណាចក្រកម្ពុជានៅពុទ្ធសករាជ 2505
មេដៃមហាសរីវឌ្ឍនៈសវុទ្ធរាពុទ្ធសករាជ 2506 មេដៃជាតោបកាដែលជាគ្រឿងឥស្សរិយយសធំបំផុតក្នុងពរាជាណាចក្រកម្ពុជានៅពុទ្ធសករាជ 2513 គ្រិស្តសករាជ 1969 អំពីកិច្ចការជាស្នាប្រហ័សរបស់សម្ដេចកិច្ចការឯទៀតក្រៅពីមុខការខាងលើនេះដែលសុទ្ធសឹងតែជាការមានប្រយោជន៍ជាសាធារណៈនៅក្នុងពុទ្ធសាសនានិងប្រទេសជាតិនោះនៅមានច្រើនជាអនេកនិយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសព្វស័ក្តិពុទ្ធសករាជ 2470 គ្រិស្តសករាជ 1925 រៀងមកសម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្សហៅវត្តពលយមនៅក្នុងសង្កាត់រលាងកែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះស្រុកកងពិសីខេត្តកំពង់ស្ពឺជាទីជាតិភូមិរបស់សម្ដេចដោយសម្ដេចបានជាវទីដីជុំវិញវត្តចំនួនជាង 3 ហិកតាពង្រីកទីវត្តឲ្យបានធំទូលាយច្រើនជាងពីដើមកិច្ចការជាស្នាប្រហ័សខាងអក្សរសាស្ត្រសម្ដេចបានកសាងគម្ពីរដីកាជាច្រើនព្រមទាំងប្រែភាសាបាលីហើយរៀបរៀងធ្វើជាសៀវភៅដែលកម្រនឹងធ្វើកើតដែលមានប្រយោជន៍ច្រើននោះគឺវចនានុក្រមខ្មែរភាគ1ភាគ2នៅពុទ្ធសករាជ 2461 គ្រិស្តសករាជ 1920 និងឆ្នាំរៀងៗមកកិច្ចាយនុបឋមភកៈវេយ្យាករណ៍បាលីមាន2ភាគចាប់ផ្ដើមធ្វើនៅពុទ្ធសករាជ 2462 កហិបរិបត្តិនៅក្នុងពុទ្ធសករាជ 2468 សាមណេរវិន័យនៅក្នុងពុទ្ធសករាជ 2460 បរិមោក្ខសង្ខេបនៅពុទ្ធសករាជ 2470 កាបលោកធម៌បោះពុំដំបូងនៅក្នុងពុទ្ធសករាជ 2500 បព្វជិសម្បទានៅពុទ្ធសករាជ 2500 នាគោបមាតិកថាពុទ្ធសករាជ 2475 សុភមង្គលគាថាបច្ឆវត្ត 7 គាថាជាភាសាបាលីនិងប្រែសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលសិរីសុស្ដីចំពោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅពុទ្ធសករាជ 2484 គ្រិស្តសករាជ 1941 អត្ថបទផ្សេងទៀតចុះនៅក្នុងទស្សនាវដ្តីកម្ពុជាសុរិយាមិត្តសាលាបាលីពុទ្ធកសិក្សារបស់ពុទ្ធសាសនបណ្ឌិតតាំងពីក្នុងឆ្នាំ 1926 ជាពិសេសស្នាប្រហ័សដែលរំលឹកឃើញរាល់ថ្ងៃគឺព្រះរាជនិពន្ធបទនគររាជសម្រាប់ភ្លេងជាតិខ្មែរព្រះរាជនិពន្ធថ្ងៃទី 20 កក្កដាឆ្នាំ 1941 និងបទសារភាញ់ដែលទ្រង់បាននិពន្ធនៅក្នុងឱកាសបុណ្យពុទ្ធសករាជ 2500 នៅពេលរសៀលថ្ងៃអង្គារទី 12 កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ 2513 ត្រូវនឹងថ្ងៃទី 23 កញ្ញាឆ្នាំ 1969 វេលាម៉ោង 15:45 នាទីសម្ដេចទ្រង់ព្រះប្រឈួនក្រោយពេលដែលគ្រូពេទ្យទាំងឡាយបានចូលមកព្យាបាលឃើញថាព្រះអាការៈរោគមិនជាធ្ងន់ធ្ងរប៉ុន្មានប៉ុន្តែក្រសួងសុខាភិបាលក៏បានចាត់ការរក្សាព្រះអាការៈរោគនិងប្រកបឱសថថ្វាយជាដរាបរហូតដល់ថ្ងៃប្រហ័ស 14 កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ 2513 ត្រូវនឹងថ្ងៃទី 25 កញ្ញាឆ្នាំ 1969 វេលាម៉ោង 20:30 នាទីព្រះអាសាសៈបសាសៈរលត់ខ្យល់ដង្ហើមចេញចូលនៃព្រះអង្គបានលាចាកចេញពីព្រះកាយទ្រង់បានសោយទីវង្គតដោយស្ងប់ស្ងៀមនៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គនាមហាកុដិនៃវត្តឧណ្ណាលោមការសោយទីវង្គតរបស់សម្ដេចគឺជាការបាត់បង់នៅវីរៈជនកវីនិពន្ធនិងអ្នកអក្សរសាស្ត្រដ៏កម្ររបស់ជាតិនៃកម្ពុជា